ស្ដីអ្នកនរគ្នាតែមើលថាខ្ញុំនៅណាដែរចឹងហើយខ្ញុំបានចុះទៅផ្ទះដើម្បីទៅលេងបងប្អូននៅឯស្រុកដំបូងហ្នឹងគឺខ្ញុំបានទៅវត្តជាមួយនឹងក្មេងៗរបស់ខ្ញុំពេលហ្នឹងខ្ញុំបានមកកំត្រួយពិតជាស្អាតមែនតើកុំតាក្មេងៗរបស់ខ្ញុំហ្នឹងគឺចង់បានកុំទៅបង្ហោះអញ្ចឹងទៅខ្ញុំបានទិញកុំតាឥឡូវហ្នឹងខ្ញុំមកកំត្រួយសិនមុនដំបូងនឹងយើងចុះទៅទិញកុំហ្នឹងយើងមកមើលគេបាញ់កំត្រួយនៅឯវត្តសិនហ្នឹងហើយបន្ទាប់ពីបានមើលកំជ្រួយដែលស្រស់ស្អាតបន្តិចហ្នឹងមកហើយនឹងកុំដែលគាត់បានបង្ហោះហ្នឹងខ្ញុំក៏មានបំណងទៅទិញកុំហ្នឹងខាងក្រោមបន្តែកន្លែងហ្នឹងខ្ញុំបានថតឲ្យបងប្អូនទាំងគ្នាមកទេដោយសារតែអត់មានគេកាមេរ៉ាកាន់កាមេរ៉ាឲ្យខ្ញុំពេលច្រើនតាមប្រពៃណីខ្មែររបស់យើងឲ្យតែថ្ងៃទី15កើតតែត្រូវនឹងខែដែលគេធ្វើបន់អុំទូកហ្នឹងគឺចំថ្ងៃ15កើតតែម្ដងអញ្ចឹងហើយបានយើងឃើញមានការដឹកទៀនកុំដែលបង្ហោះឡើងលើហើយនឹងព្រះច័ន្ទពេញមកដ៏ស្រស់ស្អាតមែនទែនដល់ពេលយើងឃើញទៅយើងឃើញពលិព្រះអាទិត្យខែចាំមក15កើតស្អាតមែនទែនហើយធំទៀតបងប្អូនអរគ្នាតើពីបានឃើញអញ្ចឹងហើយក៏មានចិត្តរុះរាន់ចុះទៅក្រោមដើម្បីមើលគេបង្ហោះកុំម្ដងគេបង្ហោះគឺមានអារម្មណ៍ថាស្រួលមែនទែនបងប្អូនអរគ្នាក៏មិនតែដល់វគ្គខ្ញុំម្ដងណាវគ្គខ្ញុំមានឯណាបើកឆាកមុនរបស់គេគឺឆាកកុំតែម្ដងពេលហ្នឹងហៅចិត្តមែនតើពូក៏ជួយខំដុតឲ្យផងកាន់ផងតែពេលហ្នឹងខ្ញុំកាន់រៀងឲ្យពីអៀងបន្តិចអញ្ចឹងហើយដល់ពេលដៃឆេះទៅវាឆេះអាកុំជំហានហ្នឹងហើយបានឆេះអញ្ចឹងទៅសប្បាយដែរបងប្អូនទាំងអស់គ្នាពេលហ្នឹងឆេះហៅជួយផ្លុំគ្នាផងសោយផងហួចចិត្តតែម្ដងពេលហ្នឹងម្នាក់ខំជួយផ្លុំផងអីផងខ្លួនឯងញឈរមើលតែម្ដងដោយសារតែលឹកដំបងអញ្ចឹងទៅអត់សូវដឹងទេតែចាប់តបអរគ្នាគឺបានសម្រេចហើយគឺមានភ័ក្រខ្ញុំជួយទាំងសងខាងទាំងប្រុសតែអត់សូវមានស្រីទេខាងប្រុសហ្នឹងគាត់រៀនជាមួយគ្នាយូរហើយគាត់ជួយមកផ្លុំទីសិតតែយើងអត់ដែរដុតចឹងហើយទៅពេលហ្នឹងគាត់បាននិយាយថាវ៉ាធម្មតាទេដល់ពេលដំបូងដល់ពេលដែលយើងអត់ដែរធ្វើអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងភ័យហើយដល់ពេលដែលយើងអត់បានតាំងចិត្តតាំងស្មារតីក៏យើងអាចធ្វើខុសពេលហ្នឹងណាក៏ហៀងក៏ខ្លាចដែរហើយពេលគេជួយទប់ទៀតពេលដែលរៀនជាមួយនឹងក៏ជួយមកដែរក៏ខ្លាចឆាម្ដងទៀតក៏ជួយមកអរគ្នាពេលហើយក៏បានសម្រេចចឹងហើយការបង្ហោះកុំរបស់ខ្ញុំគឺចប់អរគុណច្រើនមកបងប្អូនទាំងគ្នាដែលបានមើលវីដេអូរបស់ខ្ញុំ